ជំរាបសួរអ្នកទាំងអស់គ្នាជួបគ្នាម្ដងទៀតខ្ញុំរស់ថៃលើមកជួបគ្នាជាមួយខ្ញុំម្ដងទៀតនៅថ្ងៃនេះជាមួយនឹងវីដេអូនៃការចែករំលែកចំណេះតាក់ទងនឹងចំណេះដឹងនៃការកាត់ដេរហ្នឹងហើយថ្ងៃហ្នឹងអត់មានអីច្រើនទេគាត់ចង់ចែករំលែកដល់ទាំងអស់គ្នាអំពីចំណេះដឹងថ្មីមួយតាក់ទងនឹងការដាក់ខ្សែលាវទៅលើស្បៃអាវដើម្បីឲ្យវាមានសភាពស្អាតមិនរញ៉េរញ៉ៃនិងមើលទៅស្អាតទាំងក្នុងស្អាតទាំងក្រៅបញ្ជាក់ម្ដងទៀតខ្ញុំមិនមែនជាអ្នកជំនាញខ្លាំងឬមួយក៏ល្អទៅលើផ្នែកដេរ 100% ហ្មងទេតែសង្ឃឹមអ្នកទាំងអស់គ្នាបន្ទាប់ពីបានទស្សនាវីដេអូខ្ញុំហើយអាចយកវាទៅអនុវត្តជាក់ស្ដែងខ្លួនឯងឲ្យបានល្អឬមួយក៏អ្នកដែលគាត់ចេះហើយគាត់គិតថាមិនល្អទេឬមួយក៏យ៉ាងម៉េចអ្នកទាំងអស់គ្នាបើសិនគិតថាល្អក៏យកចុះតែបើសិនអ្នកទាំងអស់គ្នាមើលហើយគិតថាវាល្មមដែរស្តៀងតែខ្ញុំទេមិនចង់យកប្រើទេក៏តាមអ្នកទាំងអស់គ្នាតែនេះគ្រាន់តែជាការចែករំលែករបស់ខ្ញុំទេអញ្ចឹងអត់មានអីច្រើនបន្តទៀតទេជួបគ្នានឹងទស្សនាជាមួយនឹងវីដេអូនៃការបង្រៀនដាក់ខ្សែលាវទៅលើស្បែកអាវរបស់ខ្ញុំទាំងអស់គ្នាចាប់ផ្ដើមដំបូងអ្នកទាំងអស់គ្នាយកផ្ទាំងអាវមាន2ផ្ទាំងហ្នឹងដាក់ចំពីមុខដូចខ្ញុំអញ្ចឹងមកខាងត្រូវងើយឡើងលើអញ្ចឹងមកបន្ទាប់មកយើងយកផ្នែកខាងឆ្វេងរបស់យើងហ្នឹងហើយនេះយើងយកខាងឆ្វេងរបស់យើងមកយកមកផ្ដានធ្នេរទៅលើស្បៃហ្នឹងឧទាហរណ៍ថាអ្នកទាំងអស់គ្នាចោលធ្នេរវាចំនួនប៉ុន្មាន2លេខឬ3លេខហ្នឹងតាមអ្នកទាំងអស់គ្នាគឺផ្ដានធ្នេរតាមស្បៃហ្នឹងមកហ្នឹងហើយចាប់ផ្ដើមផ្ដានហើយយើងចាប់ផ្ដើមដេរតាមនឹងមកហ្នឹងហើយបេះត្បូងបេះអីស្អាតទៅបើកណាត់ទាំងអស់គ្នាមានកម្មមានអីតោះចាប់ផ្ដើមដេរនេះបន្ទាប់ពីអ្នកទាំងអស់គ្នាដេរអានោះនៅខាងក្រោមហើយដេរទ្រាប់ពីខាងក្រោមហើយអ្នកទាំងអស់គ្នាទៅយកខ្សែលេវដែលអ្នកទាំងអស់គ្នាបានប្រវត្តិហើយហ្នឹងណាវាឲ្យគ្រប់
provide 4 លេខកន្លះហើយយើងយកវាមកបត់ជា2មកយើងយកមកដាក់លើកន្លែងដែលយើងក្រិត2លេខចោលមិញហ្នឹងណាហ្នឹងហើយយើងយកមកដាក់មកហើយយើងដេទៅបញ្ជាក់ម្ដងទៀតធ្នេយើងយកធ្នេវាធ្នេដែលយើងប្រឡត់បានហ្នឹងនេះធ្នេហ្នឹងគឺយើងយកធ្នេហ្នឹងយកផ្ងាឡើងលើអញ្ចឹងណានៅពេលដែលយើងផ្កាប់វាមកវាចេញស្អាតវាអត់ឃើញធ្នេហ្នឹងអញ្ញាយបន្ទាប់មកអ្នកទាំងអស់គ្នាដានបត់វាមកនេះយើងដានបត់វាបត់ខ្ចប់វាចិត្តឈឹងជាមួយនឹងធ្នេនឹងមកដានចាប់ពីចំណុចស្បែកត្រឹមណាយើងដានប៉ុណ្ណឹងសិននៅតោះអញ្ចឹងយើងចាប់ដានទាំងអស់គ្នា
តបមកហើយអ្នកទាំងអស់គ្នាបានប៉ុណ្ណឹងហើយតែយើងមិនមែនយកទៅដាក់ប៉ុណ្ណឹងទេណាយើងមិនយកទៅដាក់ទេអញ្ចឹងគឺអត់ត្រូវទេអ្នកទាំងអស់គ្នាត្រូវការកណាត់មកផ្ទាំងទៀតដែលប៉ិនជាមួយនឹងដែលយើងដាក់លេវសម្រាប់ទ្រាប់ដាក់លេវហ្នឹងណាយើងត្រូវយកកណាត់មកនឹងមកផ្ទាំងទៀតយើងយកមកប្រឡត់តោះឥឡូវយើងប្រឡត់យើងប្រឡត់ស្អាតហើយអ្នកទាំងអស់គ្នានេះបានប្រឡត់ស្អាតហើយអ្នកទាំងអស់យកវាមកអ៊ុតមកអ៊ុតវាស្អាតបន្ទាប់ពីអ៊ុតហើយអ្នកទាំងអស់គ្នាញុកវានេះញុកអាកន្លែងក្បាលវាបន្តិចហ្នឹងណាចាំមើលបន្តិចទៀតអ្នកទាំងអស់គ្នានឹងឃើញថាអាកន្លែងខ្ញុំញុកក្បាលហ្នឹងគឺខ្ញុំញុកដើម្បីអីតោះឥឡូវចាប់ដើមមើលតើនៅការដេរទាំងអស់គ្នា
តាក់ទងជាមួយនឹងការដាក់ខ្សែលេវទៅលើស្បែកអាយឬមួយក៏រោរបស់ខ្ញុំមានតែប៉ុណ្្នឹងឯងសង្ឃឹមថាអ្នកទាំងអស់គ្នាទស្សនាហើយអាចយកវាទៅអនុវត្តតាមផ្ទះខ្លួនឯងដូចជាក់ស្ដែងឬមួយក៏សាកដេទៅលើការងារប្រចាំថ្ងៃរបស់យើងជាពិសេសគឺបងជាងដេអាចយកវាទៅអនុវត្តធ្វើបានបើសិនជាបងទាំងអស់គ្នាឬមួយក៏អូនទាំងអស់គ្នាគិតថាវាល្អហ្នឹងហើយធ្លាប់សន្យាជាមួយនឹងទាំងអស់គ្នាថាខ្ញុំនឹងធ្វើវីដេអូតាក់ទងនឹងលក្ខណៈដែលថាខ្ញុំធ្វើរ៉ូបមួយចេញមកអញ្ចឹងយើងមានអីខ្លះចាប់ដើមចេញពីរ៉ូបនឹងមួយតែខ្ញុំគិតថាបើសិនអ្នកទាំងអស់គ្នាចាប់ដើមហ្មងធំហ្មងអញ្ចឹងអ្នកទាំងអស់គ្នានឹងធ្វើអត់កើតតែខ្ញុំនឹងព្យាយាមបង្ហាញអ្នកទាំងអស់គ្នាអំពីចំណុចទូចទៅលើការដែលយើងដេរ៉ូបមួយយើងត្រូវធ្វើអីខ្លះវាមានចែកជាច្រើនផ្នែកដូចជាផ្គុំដូចជាឆិតដូចជាដាក់រូបដូចជាដាក់លេវអញ្ចឹងណាខ្ញុំនឹងព្យាយាមធ្វើវីដេអូបង្ហាញអ្នកទាំងអស់គ្នាបន្តិចនៃជ្រុងមួយគ្រប់ជ្រុងទាំងអស់ឬមួយក៏នៅពេលដែលខ្ញុំធ្វើវីដេអូគ្រប់ចំនួនហើយខ្ញុំគិតថាអ្នកទាំងអស់គ្នានឹងអាចធ្វើវាបាននឹងអាចចេះគ្រប់មុខអស់នឹងហើយខ្ញុំនឹងធ្វើវីដេអូលក្ខណៈត្រង់ទ្រាយធំដែលចេញមកលក្ខណៈថាយើងចេញជារ៉ូបនឹងមួយយើងត្រូវចាប់ដើមចំណុចណាយើងត្រូវធ្វើអីយើងត្រូវមានអីណាម្ដងមកកលៈពេលនោះអ្នកទាំងអស់គ្នានឹងអាចធ្វើវាបានហើយជាមួយនឹងខ្ញុំអញ្ចឹងដំណាក់កាលឥឡូវវីដេអូឥឡូវឬមួយក៏វីដេអូក្រោយៗខ្ញុំនឹងរៀបរាប់ពីជ្រុងមួយបោះកៅអៅសិនថាអ្នកទាំងអស់គ្នាត្រូវគួរតែធ្វើអីខ្លះមានអីខ្លះនៅក្នុងកៅអៅនឹងមួយអញ្ចឹងអត់មានអីទេនៅក្នុងវីដេអូហ្នឹងក៏ដូចជាចុងបញ្ចប់នៃវីដេអូហ្នឹងខ្ញុំក៏សូមអរគុណអ្នកទាំងអស់គ្នាដែលបានជួយទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់ហ្នឹងតាមដាននៅគ្រប់វីដេអូរបស់ខ្ញុំមួយទៀតសូមជួយចុច like វីដេអូនេះចុច subscribe និងចុចរូបកណ្ដឹងរួចគេរកពាក្យថាអដើម្បីទទួលបាននៅវីដេអូក្រោយៗទាក់ទងនឹងចំណេះដឹងកាត់ដេរទាំងអស់គ្នាមុនគេសូមអរគុណសូមជម្រាបលាបាយបាយ